សម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនចុះសួរសុខទុក្ខវីរយុទ្ធជនដែលរងរបួសនៅក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យដោយក្តីក្តុកក្តួលរំជួលចិត្តអាណិតអាសូរនិងក្តីបារម្ភទាំងយប់ទាំងថ្ងៃនៅរសៀលថ្ងៃទី15ខែធ្នូម្សិលមិញនេះសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ដល់ជូនវីរយុទ្ធជនអាពាហ៍បូរណភាពទឹកដីដែលរងរបួសក្នុងសមរភូមិកំពុងសម្រាប់ព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនតែងតែមានក្តីបារម្ភខ្វល់ខ្វាយគ្រប់វិនាទីដោយមិនរំលងនោះឡើយចំពោះសុខទុក្ខរបស់បងប្អូនវីរយុទ្ធជននិងក្រុមគ្រួសារព្រមទាំងប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនៅទុក្ខលំបាកព្រោះថាទុក្ខលំបាករបស់បងប្អូនប្រជាជនទាំងអស់គឺជាទុក្ខលំបាកផ្ទាល់របស់សម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនក៏ដូចជាឋានៈដឹកនាំគ្រប់លំដាប់ឋានៈស្ថិតក្នុងក្តីដ៏ក្តុកក្តួលនេះសម្ដេចគតិបណ្ឌិតបានដឹកនាំព្រះរាជបណ្ដាំផ្ញើសួរសុខទុក្ខក្តីអាណិតអាសូរពីសំណាក់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាពិសេសការកោតសរសើរស្ញប់ស្ញែងចំពោះទឹកចិត្តដ៏អង្អាចក្លាហានហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីបូរណភាពទឹកដីដ៏កំសត់របស់យើងនិងសូមជូនពរដល់វីរយុទ្ធជនគ្រប់រូបសូមឆាប់បានជាសះស្បើយឡើងវិញវីរយុទ្ធជនទាំងអស់និងក្រុមគ្រួសារមានក្តីរំភើបឥតឧបមានិងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចគតិបណ្ឌិតប៊ុនរនីហ៊ុនសែនដែលជាមេដាមនុស្សធម៌តែងតែគិតគូរពីសុខទុក្ខលើកទឹកចិត្តនិងផ្ដល់ក្តីសង្ឃឹមដ៏ធំធេងរបស់ប្រជាជនគ្រប់រូបនិងសូមប្រសិទ្ធពរជូនសម្ដេចគតិបណ្ឌិតសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់សូមមានសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជំនាញអាយុយឺនយូរដើម្បីជាមនុស្សកក់ក្ដៅដល់ប្រជាជនកម្ពុជាជារៀងដរាប